ចាជំរាបសួរបងប្អូនទាំងអស់គ្នាមកថ្ងៃនេះរៀងថ្មីបន្តិចតែខ្ញុំចង់ណែនាំខ្លួនឯងទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានស្គាល់ថាខ្ញុំជាពីណាគេហើយខ្ញុំក៏ជាមនុស្សដូចអ្នកទាំងអស់គ្នាបងប្អូនទាំងអស់គ្នាដែរក៏ប៉ុន្តែបើសិននិយាយពី background ការងាររបស់ខ្ញុំវិញគឺខ្ញុំក៏ជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយហើយក្រុមហ៊ុនឯកជនគឺជាក្រុមហ៊ុនមួយដែលរៀបចំកម្មវិធីដូចជា grand opening soft opening ក៏ដូចជា brand activation plus ជាមួយនឹង digital មុខតំណែងរបស់ខ្ញុំគឺដើរតួជា client service ឬក៏អ្នកទាំងអស់គ្នាអាច yes it's smile និង sell ដែរពីព្រោះដោយសារយើងត្រូវតំណតំណងជាមួយនឹងភ្ញៀវតំណតំណងជាមួយនឹងបុគ្គលិកនៅខាងក្នុងអញ្ចឹងដើម្បីឲ្យmatchជាមួយនឹងតម្រូវការអតិថិជន matchជាមួយនឹងសេវាកម្មដែលយើង provide ឲ្យទៅអតិថិជនហ្នឹងចាហើយអ្នកទាំងអស់គ្នាប្រកាសជាចង់ដឹងថាអូនឯងធ្វើការឬក៏បងឯងធ្វើការហ្នឹងបងឯងបានប្រាក់ខែមិនអីមិនតាមពិតវិស័យ agency ខ្ញុំហ៊ាននិយាយគឺជាវិស័យមួយដែលឲ្យប្រាក់ខែបុគ្គលិកច្រើនពីព្រោះដោយសារក្រុមហ៊ុនដែលគាត់បង្កើតជា agency ហ្នឹងគឺ requirement តម្រូវឲ្យទាមទារឲ្យបុគ្គលិករបស់យើងមាន responsible ខ្ពស់ហើយឆ្លើយតបជាមួយនឹងអតិថិជនគឺបែប professional ហើយ high quality សម្រាប់អតិថិជនផងដែរអញ្ចឹងខ្ញុំហ៊ាននិយាយថាប្រាក់ខែខ្ពស់បច្ចុប្បន្នគឺខ្ញុំបានឈប់សម្រាកពីការងារហ្នឹងហើយរយៈពេល11ខែបងប្អូនខ្ញុំឈប់សម្រាកតាំងពីខែ3 2025រហូតដល់ឥឡូវយ៉ាស់វាយក11ខែដែលខ្ញុំបានឈប់សម្រាកពីក្រុមហ៊ុនហ្នឹងហើយរយៈពេលតែប្រហែលខែក៏ប៉ុន្តែហ៊ានធ្វើខ្លួនឯងគ្រប់សពបែបយ៉ាងទាំងអស់ហ៊ានទាំងថតខ្លួនឯងនៅមុខកាមេរ៉ាហើយមិនត្រឹមតែថតទេនិយាយចែករំលែកនៅបទពិសោធន៍ដែលខ្លួនឯងមានហ្នឹងនៅមុខកាមេរ៉ាចែកជូនបងប្អូនទាំងអស់គ្នានៅពេលឥឡូវហ្នឹងទៀតហ៊ានចេះថតចេះកាត់វីដេអូហើយចេះបានន័យថាទៅសម្ភាសជាមួយនឹងអ្នកដែលយើងត្រូវទៅអញ្ចឹងបានន័យថានេះគឺជាជំនាញមួយដែលយើងអត់ធ្លាប់ធ្វើក៏ប៉ុន្តែយើងហ៊ានធ្វើដើម្បីឲ្យយើងអភិវឌ្ឍខ្លួនឯងទៅមុខអញ្ចឹងថ្ងៃនេះដែរបងប្អូនខ្ញុំអត់ចង់មានជំនាញហើយខ្ញុំទុកតែខ្លួនឯងទេខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាក៏ដូចជាបងអាជីវករដែលគាត់សម័យថ្មីឯងបងប្អូនគេប្រើដល់ណា AI ឯងបងប្អូនហើយចង់ចែករំលែកទៅបងក៏ដូចជាអូនណាដែលគាត់ចង់បង្កើតអាជីវកម្មនៅលើ social media អញ្ចឹងណាបងប្អូនឲ្យគាត់ក្លាហានហ៊ាននិយាយនៅមុខកាមេរ៉ាហ្មងបងប្អូនការហ៊ាននិយាយនៅមុខកាមេរ៉ាផ្ដល់អត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់អាជីវកម្មបងប្អូនដោយសារទី1ធ្វើឲ្យគេទុកចិត្តនៅ brand របស់យើងទី2ធ្វើឲ្យគេបានន័យថាយល់ដឹងពីអសារៈសំខាន់ក៏ដូចជាអត្ថប្រយោជន៍ brand របស់យើងនៅពេលដែលយើងនៅមុខកាមេរ៉ាចែករំលែកបទពិសោធន៍ក៏ដូចជាសេវាកម្មឬក៏ផលិតផលអីដែលយើងមានទៅកាន់អតិថិជនរបស់យើងសំខាន់មែនតើបងប្អូនការចេញមុខនៅលើ social media អញ្ចឹងតម្រូវឲ្យបងប្អូនទាំងអស់គ្នាអាជីវកររបស់យើងឡើងទៅលើ online ហ៊ាននិយាយពីផលិតផលរបស់ខ្លួនឯងមិនមែនតែអាជីវករឲ្យបងប្អូនសូម្បីតែក្មេងៗសម័យថ្មីក៏ដូចជាគេហៅថា Gen Z ចឹងចោះក៏តម្រូវឲ្យពួកគាត់មានភាពក្លាហានណាហ៊ាននិយាយនៅមុខកាមេរ៉ាដែរពីព្រោះ Gen Z គឺជាទំពាំងស្នងពិសីសម្រាប់ប្រទេសជាតិរបស់យើងគាត់ត្រូវក្លាហានគាត់ត្រូវ reach ទៅ international ដើម្បីឲ្យ international ស្គាល់ប្រទេសកម្ពុជាយើងកាន់តែច្រើនចាបងប្អូនដើម្បីទទួលបាននៅវីដេអូថ្មីក៏ដូចជាវិធីសាស្ត្រថ្មីក្នុងការហ៊ាននិយាយនៅមុខកាមេរ៉ាអញ្ចឹងបងប្អូន complex subscribe channel Rita ខ្មែរឥឡូវហ្នឹងដើម្បីទទួលបាននៅវិធីសាស្ត្រទាំងអស់ហ្នឹងនៅវីដេអូក្រោយៗទៀតហើយប៉ុន្តែមួយទៀតបងប្អូនខ្ញុំក៏មាន channel Telegram ដូចគ្នាដែលឈ្មោះថា Confident Lab ហើយ link ក៏ខ្ញុំបានដាក់នៅក្នុង description នៅខាងក្រោមវីដេអូហ្នឹងដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅ link ហ្នឹងដើម្បីទទួលបានព័ត៌មានលឿនហើយពីវិធីសាស្ត្រថ្មីដែលខ្ញុំបានរៀនពីខ្លួនឯងដើម្បីឲ្យបងប្អូនទាំងអស់គ្នាយកទៅអនុវត្តដើម្បីមានភាពក្លាហានដើម្បីទទួលបានជោគជ័យនៅក្នុងអាជីវកម្មរបស់ខ្លួនឯងក៏ដូចជាធ្វើឲ្យខ្លួនឯងមានទំនុកចិត្តនៅលើ social media ដូចគ្នាចាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ